តោះថ្ងៃនេះអាត្មាសូមធ្វើការបង្ហាញតកតងទៅនឹងមួយចំណុចទៀតតកតងទៅនឹងការalign អត្ថបទរបស់យើងឲ្យបានស្អាតដោយប្រើតកតងទៅនឹង Thai Distribute អញ្ចឹងតកតងទៅនឹងយើងបានសិក្សាមុនយើង align អត្ថបទហ្នឹងដោយប្រើតកតងទៅនឹង Justify តែបើសិនជាយើងប្រើតកតង Justify យើងមើលទៅតកតងទៅនឹងគម្លាតរបស់វានេះវាអត់សូវស្អាតអញ្ចឹងយើងអាចប្រើតកតងទៅនឹងបើសិនជាអាត្មាប្រើតកតងទៅនឹង Thai Distribute អញ្ចឹងតកតងនឹងគម្លាតរបស់វារៀងស្អាតជាងមុនអាត្មា apply ទៅអាត្មាអញ្ចឹងយើងធ្វើការ select ចេះក៏បានឬក៏យើងដាក់ cursor នៅខាងចុងមកវានឹងស្គាល់តកតងទៅនឹង paragraph ហ្នឹងហើយសិនជាយើង align ឲ្យវាស្មើតកតងទៅនឹង Justify នេះយើងអាចមើលបានតកតងទៅនឹង space របស់វាហ្នឹងវាយ៉ាងធំអញ្ចឹងវាអត់សូវស្អាតអញ្ចឹងយើងអាចប្រើតកតងទៅនឹង Thai Distribute ដល់ពេលយើង apply តកតងទៅនឹង Thai Distribute ទៅវាស្អាតជាងមុនតកតងទៅនឹងគម្លាតរបស់វាមើលទៅស្អាតអញ្ចឹងដើម្បីយើងប្រើតកតងទៅនឹង Thai Distribute បានតោះតែយើងទៅ add វាសិនអញ្ចឹងដើម្បីយើងទៅ add វាយើងអាចទៅ add ដាក់នៅលើកន្លែងនេះគេហៅថា Quick Access Toolbar ហ្នឹងយើងអាចធ្វើការ add វាដាក់នៅកន្លែងហ្នឹងក៏បានឬក៏យើងបង្កើតគ្រប់មួយ add នៅក្នុង home tab នេះក៏បានដែរអញ្ចឹងស្មាសូមធ្វើការប្រាប់របៀប add ដាក់នៅក្នុង Quick Access Toolbar នេះក៏បានដែរអញ្ចឹងយើងធ្វើការចុច Quick Access Toolbar ហ្នឹងមកអញ្ចឹងយើងយកពាក្យថា more comment នេះអញ្ចឹងនៅក្នុងនេះយើងធ្វើការ add នៅក្នុងនេះតកតងទៅនឹងអ្វីដែលយើងបាន add មកនេះដូចជាប៊ូតុង save ប៊ូតុង undo redo បើសិនជាយើងចង់បានតកតងទៅនឹងអ្វីផ្សេងទៀតយើងធ្វើការ add វាមកអញ្ចឹងអាត្មាអត់សុំធ្វើការ add អីទេអាត្មា add តែតកតងទៅនឹងការ align តកតងទៅនឹងការប្រើតកតងទៅនឹង Thai Distribute អញ្ចឹងដើម្បីធ្វើការ add តកតងទៅនឹង Thai Distribute បានយើងសូមធ្វើការផ្លាស់ប្ដូរទៅកន្លែងនេះយើងមករកពាក្យតកតងទៅនឹង all comment បន្ទាប់ពីយើងដាក់តកតងទៅនឹង all comment ហើយសូម scroll តកតងទៅនឹងអក្សរវាផ្ដើមអញ្ចឹងវារៀបតាមលំដាប់ពីអក្សរ A ទៅដល់អក្សរ T អញ្ចឹងយើងធ្វើការ scroll ឬក៏ទាញវាទៅរកតកតងទៅនឹងអក្សរ T មកនេះអញ្ចឹងយើងប្រើតកតងទៅនឹង arrow key ក៏បានដែរអញ្ចឹងយើងធ្វើការ add វាមើលអក្សរ T TH ផ្ដើមដោយអក្សរ TH នេះ Thai Distribute អញ្ចឹងយើងធ្វើការ add វាមកselect លើវាមកអញ្ចឹងធ្វើការ add វាទៅនេះតោះមកយើងធ្វើការចុច OK វានឹងធ្លាក់ទៅតងទៅនឹង Quick Access Toolbar អញ្ចឹងយើងធ្វើការ add នៅកន្លែងនេះក៏បានអញ្ចឹងយើងចង់ add នៅខាងលើនេះក៏បានដែរយើងងាយស្រួលយើងធ្វើការ add នៅកន្លែង Quick Access Toolbar នេះហ្មងទៅអញ្ចឹងឧទាហរណ៍ថាយើងប្រើតកតងទៅនឹង Justify ធម្មតាតកតងទៅនឹងគម្លាត space នេះដក clear វាមើលទៅអត់សូវស្អាតអញ្ចឹងយើងអាចប្រើតកតងទៅនឹងអ្វីដែលយើងបាន add មកហ្នឹងតកតងទៅនឹង Thai Distribute ហ្នឹងអញ្ចឹងការបង្ហាញតកតងទៅនឹងការប្រើតកតង align ឲ្យបានស្អាតឲ្យប្រើ Thai Distribute ហ្នឹងគុណចាស់នឹងអ្នកទាំងអស់គ្នាអាចទៅអនុវត្តបានដោយយកអត្ថបទណាមួយដែលយើងបានសិក្សាហ្នឹងមកអនុវត្តឲ្យតម្រឹមឲ្យបានស្អាតបងអញ្ចឹងអាត្មាសូមបញ្ចប់មេរៀនតែប៉ុណ្ណឹង